សួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍ជាថ្មីម្ដងទៀតមកកាន់ Channel សម្បត្តិដំណើររឿងហើយសាច់រឿងរបស់យើងថ្ងៃនេះគឺនិយាយអំពីបងស្រីម្នាក់ដែលបងស្រីម្នាក់ហ្នឹងគាត់គឺជាកម្មការិនីរោងចក្រមួយកន្លែងណាហើយគាត់ក៏បានជួលផ្ទះគេនៅក្បែរម្ដុំរោងចក្ររបស់គាត់ហើយតាមផ្លូវដែលគាត់បានទៅធ្វើការនឹងផងដែរគឺមានផ្ទះខ្មោចមួយដែលគេទុកចោលហើយបងស្រីធីតាគឺគាត់បាននិយាយថាករណីដែលខ្មោចលងនឹងផងដែរហ្នឹងគឺវាពិតជារន្ធត់ជាច្រើននៅក្នុងផ្ទះនោះអញ្ចឹងចង់ដឹងថារឿងរ៉ាវដែលកើតនៅក្នុងផ្ទះនោះហ្នឹងគឺវារន្ធត់បែបណាខ្លះចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅស្ដាប់សាច់រឿងរបស់គាត់ហ្នឹងសូមបងប្អូនទាំងអស់គ្នាហ្នឹងកុំភ្លេចជួយចុច Subscribe និងដាក់រូបកណ្ដឹងដល់ Channel មានម្នាក់មួយផងដើម្បីទទួលបាននូវវីដេអូរបស់យើងបន្តទៀតចឹងកុំឲ្យខាត់ពេលយូរយើងចូលទៅស្ដាប់សាច់រឿងរបស់គាត់ដែលសាច់រឿងរបស់យើងហ្នឹងគឺបានការចែករំលែកមកពីបងស្រីម្នាក់ដែលគាត់មានឈ្មោះថាបងស្រីធីតាដែលបងស្រីធីតាហ្នឹងគាត់គឺជាកម្មការិនីរោងចក្រមួយកន្លែងនៅក្នុងខេត្តមួយណាបងស្រីធីតាគឺគាត់បាននិយាយថាគាត់បានទៅធ្វើការនៅក្នុងរោងចក្រមួយកន្លែងហ្នឹងណាគឺអស់រយៈពេលប្រហែលជា 4-5 ឆ្នាំទៅហើយនៅកន្លែងធ្វើការរបស់បងស្រីធីតានឹងផងដែរណាពេលខ្លះទៅគាត់អាចនិយាយបានថាគេអាចឲ្យចេញម៉ោង 4 ឬក៏ម៉ោង 6 ឬក៏ម៉ោង 8 យប់អីអញ្ចឹងទៅប៉ុន្តែបើសិនជាចេញនៅម៉ោង 6 ឬក៏ម៉ោង 8 យប់ហ្នឹងគឺពួកគាត់នឹងទទួលបានប្រាក់ខែរៀងច្រើនដែរណានិយាយទៅបើសិនជាកន្លែងរោងចក្ររបស់គាត់នឹងថាមានការងារបន្ទាន់ឬក៏បញ្ញត្តិអីវ៉ាន់អីអញ្ចឹងណាគឺគេតម្រូវឲ្យគាត់នឹងថែមម៉ោងដល់ម៉ោង 6 ឬក៏ម៉ោង 8 យប់ដើម្បីទទួលបានដូចថាប្រាក់ខែរៀងច្រើនរៀងអីចឹងទៅអញ្ចឹងយើងមកនិយាយពីប្រវត្តិផ្ទះដែលគេទុកចោលហ្នឹងណាពីមុនឡើយបងស្រីធីតាគឺគាត់បាននិយាយថាចេះផ្ទះហ្នឹងគឺដំបូងឡើយគឺមានអ្នករស់នៅអីធម្មតានោះទេវាថាអ្នកពីមុនមកអញ្ចឹងណាអញ្ចឹងហើយផ្ទះហ្នឹងផងដែរគឺរបៀបថាជាផ្ទះទៀមណាបងប្អូនហើយគឺមានដើមឈើដុះនៅជុំវិញផ្ទះរបស់គាត់ហ្នឹងនិយាយទៅជាប្រភេទដីឡូរៀងធំដែរណាហើយនៅខាងក្រោយផ្ទះទៀមនឹងផងដែរគឺមានដីដំបូកមួយណាតែដីដំបូកហ្នឹងគឺរបៀបថាម្ចាស់ផ្ទះពីមុនហ្នឹងគឺរបៀបថាជារបៀបដូចជាគ្រូដូចថាអ្នកចេះមើលអីអញ្ចឹងណាអញ្ចឹងនៅក្នុងផ្ទះរបស់គាត់ហ្នឹងគឺមានអាសនៈមានអីច្រើនអញ្ចឹងទៅបន្ទាប់មកម្ចាស់ផ្ទះគេហ្នឹងណាគេក៏បានលក់ផ្ទះលក់អីហ្នឹងទៅហើយគេក៏បានថាទៅនៅកន្លែងផ្សេងណាអញ្ចឹងម្ចាស់ផ្ទះដែលគេបានទិញផ្ទះហ្នឹងហើយណាគេក៏អត់បានមកនៅផ្ទះហ្នឹងដែររបៀបថាគេទិញទុកគេទិញអីអញ្ចឹងណាអញ្ចឹងរយៈពេលដែលថាម្ចាស់ផ្ទះគេក្រោយដែលគេបានទិញហ្នឹងណាគឺគេអត់មកនៅអត់អីហ្នឹងទៅគឺគេទុកផ្ទះហ្នឹងចោលរហូតទៅហើយបងស្រីធីតាគាត់បាននិយាយថាក្រោយពេលម្ចាស់ផ្ទះថ្មីគេទិញផ្ទះហ្នឹងហើយណានិយាយទៅសភាពដែលផ្ទះដូចថាគេទិញក្រោយហ្នឹងមកម្ចាស់ផ្ទះទិញក្រោយហ្នឹងមកគឺវាមានសភាពរៀបថាទ្រុឌទ្រោមចាស់ហ្មងណាបងប្អូនវាថាមើលទៅគួរឲ្យខ្លាចណាព្រោះវាមានដើមឈើដុះព័ទ្ធអីនៅជុំវិញហើយមានដំបូកនៅពីខាងក្រោយផ្ទះហ្នឹងទៀតនិយាយទៅមើលទៅគួរឲ្យខ្លាចណាផ្ទះហ្នឹងបងប្អូនហើយបើកវងកញ្ចក់អីហ្នឹងតិចដូចថាពីផ្ទះជួលដែលបងស្រីធីតាហ្នឹងទៅធ្វើការដើរទៅហ្នឹងគឺមានចម្ងាយប្រហែលជា2 គីឡូបានទៅដល់កន្លែងរោងចក្ររបស់គាត់ហ្នឹងអញ្ចឹងចន្លោះដែលគាត់ដើរចម្ងាយ2 គីឡូហ្នឹងណាបងប្អូនគឺគាត់ត្រូវដើរកាត់ផ្ទះមួយហ្នឹងអញ្ចឹងហើយអ្នកដែលដូចថារស់នៅតំបន់ហ្នឹងពីមុនអ្នកដូចថាចាស់ពីមុនណាគឺគេដឹងពីប្រវត្តិផ្ទះហ្នឹងណាថាមានរឿងអីកើតឡើងខ្លះអញ្ចឹងទៅហើយបងស្រីធីតាគឺគាត់បាននិយាយទៀតថាអញ្ចេះដូចថាអ្នកដំណើរដែលបានថាជិះកាត់នៅតាមផ្លូវមុខផ្ទះដែលគេទុកចោលហ្នឹងណាគឺតែងតែថាសបោគ្រោះថ្នាក់ចរាចរណ៍ហ្នឹងគឺនៅមុខផ្ទះហ្នឹងតែម្ដងនិយាយទៅមិនថាទាំងពេលថ្ងៃមិនថាទាំងពេលយប់ទេនិយាយទៅឲ្យតែថាអ្នកជិះកាត់តាមផ្លូវហ្នឹងអីហ្នឹងគឺអាសាមានគ្រោះថ្នាក់ចរាចរណ៍នៅមុខផ្ទះហ្នឹងណានិយាយទៅពេលគ្រោះថ្នាក់ចរាចរណ៍ម្ដងណាបងប្អូននិយាយទៅអ្នកដែលគ្រោះថ្នាក់ហ្នឹងគឺអត់សូវដូចថាមានជីវិតនៅទេនិយាយទៅគ្រោះថ្នាក់ហ្នឹងគឺតែងតែស្លាប់ជួនកាលម្នាក់ឬក៏2 នាក់ហើយសភាពដែលអ្នកដែលគ្រោះថ្នាក់ចរាចរណ៍ហ្នឹងស្លាប់ណាគឺមានសភាពគួរឲ្យខ្លាចនិយាយទៅបែកមុខបែកក្បាលនិយាយទៅអាក្រក់ខ្លាំងមែនតើណាបងប្អូនបន្ទាប់មកបងស្រីធីតាហ្នឹងគឺគាត់បាននិយាយទៀតថាដូចថានៅពេលដែលបងស្រីធីតាហ្នឹងណានឹងអ្នកដូចថាធ្វើការនៅរោងចក្រជាមួយគាត់ហ្នឹងពេលដែលពួកគាត់បានដើរទៅដល់កន្លែងផ្ទះដែលគេទុកចោលហ្នឹងគឺពួកគាត់ដឹងហ្មងថាពេលដែលដើរទៅដល់ហ្នឹង
ពួកគាត់គឺអត់មានដើរទេគឺចាប់ផ្ដើមមើលថាទៅដល់មុខផ្ទះហ្នឹងគឺរត់ថ្មីរត់ឲ្យលឿនចេញពីមុខផ្ទះហ្នឹងហ្មងណាហើយបងស្រីធីតាគាត់បាននិយាយទៀតថាចេះពេលដែលគាត់បានដើរមកចេញពីធ្វើការត្រឡប់មកផ្ទះវិញហ្នឹងណាគឺពេលខ្លះទៅហ្នឹងគាត់បានឃើញភ្លើងដូចថាមានដែលគេអ្នកនៅក្នុងផ្ទះហ្នឹងណានិយាយទៅគាត់ថាឃើញមានភ្លើងគេបើកនៅក្នុងផ្ទះហ្នឹងអីចឹងទៅទាំងដែលផ្ទះហ្នឹងគឺគេទុកចោលយូរណាស់អញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងពួកគាត់ដែលនៅរស់នៅតំបន់ហ្នឹងគឺគេដឹងថាផ្ទះហ្នឹងគឺមានខ្មោចលងខ្មោចអីអញ្ចឹងណាអញ្ចឹងឲ្យតែអ្នកដែលដើរកាត់តាមផ្ទះហ្នឹងម្នាក់គឺគេរត់ដូចថារត់សម្ដៅទៅឲ្យលឿនហ្មងណាពុកម៉ែបងប្អូនព្រោះគេដឹងថាផ្ទះហ្នឹងគឺមានខ្មោចមានអីលងសាហាវអញ្ចឹងណាហើយអ្នករស់នៅតំបន់ហ្នឹងណាអ្នកដែលគេរស់នៅដូចថាពីមុនគេដឹងអញ្ចឹងអ្នកដែលគេមកធ្វើការនៅរោងចក្រជាមួយគាត់នឹងផងដែររបៀបថាគេអត់ដឹងអត់អីអញ្ចឹងណាគឺអ្នកខ្លះគឺគេឃើញថាមានឃើញនៅក្នុងផ្ទះរបស់គាត់ហ្នឹងណាគឺនៅខាងក្រៅហ្នឹងគឺមានគេចងរឹងចងអីកណ្ដាលថ្ងៃអញ្ចឹងទៅអញ្ចឹងគេឃើញរបៀបថាអានរឹងហ្នឹងវាយល់មកទាំងកណ្ដាលថ្ងៃណាពេលខ្លះទៅអ្នកខ្លះក៏គេឃើញមានមនុស្សដើរនៅក្នុងផ្ទះហ្នឹងហើយបិទទ្វារឬក្តាំងអញ្ចឹងទៅអញ្ចឹងក៏គេឆ្ងល់ក៏គេឃើញទៅថាអត់មានណាគេនៅផ្ទះហ្នឹងអីចឹងទៅដូចថាគេឃើញអញ្ចឹងគេខ្លាចគេអីអញ្ចឹងណាអញ្ចឹងក្រោយមកបងស្រីធីតាហ្នឹងគាត់ទៅថានឹងអ្នកដែលគេរស់នៅតំបន់ហ្នឹងមួយគ្នាគេក៏បានប្រាប់ថាផ្ទះហ្នឹងគឺគេទុកចោលអត់មានណាគេនៅមានអីអញ្ចឹងណាអញ្ចឹងគេប្រាប់អញ្ចឹងបន្ទាប់មកទៀតហ្នឹងបងស្រីធីតាហ្នឹងគាត់បាននិយាយទៀតថាថ្ងៃមួយហ្នឹងក្មួយរបស់គាត់ហ្នឹងគឺឡើងមកពីខេត្តហ្នឹងក៏មកធ្វើការនៅរោងចក្រជាមួយគាត់ដែរណានិយាយថាក្មួយស្រីគាត់ហ្នឹងណាហើយបងស្រីធីតាហ្នឹងគាត់ក៏បាននៅថាយករឿងហ្នឹងទៅប្រាប់ក្មួយស្រីរបស់គាត់ដែរអញ្ចឹងនៅថ្ងៃមួយហ្នឹងនៅរោងចក្ររបស់គាត់ហ្នឹងគឺតម្រូវឲ្យពួកគាត់ហ្នឹងធ្វើការថែមម៉ោងរហូតដល់ម៉ោង9យប់ណាអញ្ចឹងពេលហ្នឹងផងដែរបងស្រីធីតាគាត់ធ្វើការងារហ្នឹងអត់ទាន់ហើយនោះទេអញ្ចឹងមេរបស់គាត់ហ្នឹងក៏បានឲ្យបងស្រីធីតាហ្នឹងធ្វើការប្រហើយកន្លែងការងាររបស់គាត់ហ្នឹងចំណែកក្មួយរបស់គាត់ហ្នឹងក៏បាននៅថាចេញមកមុនណារបៀបថាពួកគាត់នឹងធ្វើការងារហើយអញ្ចឹងហើយក៏គាត់នឹងដើរមកផ្ទះមុនបងស្រីធីតាទៅប៉ុន្តែនៅពេលដែលក្មួយរបស់គាត់បានដើរកាត់មកដល់កន្លែងផ្ទះហ្នឹងណាគាត់ក៏បានថាឃើញមានមនុស្សស្រីម្នាក់នៅក្នុងផ្ទះហ្នឹងហើយមនុស្សស្រីដែលជាខ្មោចហ្នឹងណាក៏បានហៅក្មួយរបស់បងស្រីធីតាហ្នឹងណាក៏ហៅថាអេមីអូនចូលហូបបាយមួយមីងសិនអីអូនហើយពេលហ្នឹងក្មួយរបស់គាត់ហ្នឹងគឺអត់ដូចថាអត់មានណាគេនិយាយរឿងថាផ្ទះហ្នឹងប្រាប់គាត់ប្រាប់អីអញ្ចឹងណាអញ្ចឹងពេលហ្នឹងគាត់ក៏បានដូចថាឃើញកន្លែងដែលគាត់ដើរកាត់ហ្នឹងគេហៅគាត់ចូលហូបបាយហូបអីអញ្ចឹងទៅរបៀបថាគេសួរគាត់អញ្ចឹងណាសួរគាត់ថាអេអូនអូនឯងចូលហូបបាយសិនអីអូនឯងទៅចេញធ្វើការមែនអីមែនអញ្ចឹងណាអញ្ចឹងពេលហ្នឹងគាត់ក៏បានដើរចូលទៅផ្ទះដែលគេទុកចោលហ្នឹងហើយក្មួយរបស់គាត់ហ្នឹងគាត់ថាឃើញមានមនុស្សនៅក្នុងផ្ទះហ្នឹងជាលក្ខណៈថាគ្រួសារមួយដែលគេថាស្រឡាញ់គ្នាស្រឡាញ់អីមានបងប្អូនកូនចៅអីនៅនឹងច្រើនអីចឹងណាហើយពេលហ្នឹងក្មួយស្រីរបស់បងធីតាហ្នឹងក៏និយាយថាគាត់និយាយថាប្រកែកថាអត់អីទេអីអត់អីទេអីអញ្ចឹងទៅគាត់ក៏បានអឺតមើលទៅឃើញថាក្នុងផ្ទះហ្នឹងណាឃើញថាមានមនុស្សម្នីអីនៅបងប្អូនកូនចៅអីនៅក្នុងផ្ទះហ្នឹងច្រើនអីចឹងទៅបើកភ្លើងបើកអីអញ្ចឹងណាបន្ទាប់មកគាត់ក៏បានដើរទៅផ្ទះគាត់អីវិញចឹងទៅរហូតដល់ស្អែកឡើងគាត់ក៏បានយករឿងហ្នឹងទៅប្រាប់មីងរបស់គាត់ដែរណាអញ្ចឹងនៅពេលដែលគាត់ធ្វើការហ្នឹងហើយគាត់ក៏បានថាល្ងាចឡើងគាត់បានដើរមកផ្ទះមួយមីងរបស់គាត់មួយដូចថាមីងក្មួយដើរមកមួយគ្នាអញ្ចឹងណាបន្ទាប់មកពេលដែលពួកគាត់បានដើរមកដល់កន្លែងផ្ទះហ្នឹងក្មួយរបស់គាត់ហ្នឹងណាក៏បានយករឿងយប់មិញហ្នឹងទៅនិយាយប្រាប់គាត់បងស្រីធីតាថាចេះមីងយប់មិញហ្នឹងពេលដែលខ្ញុំចេញមកធ្វើការហ្នឹងណាគឺមានអ៊ីម្នាក់នៅក្នុងផ្ទះហ្នឹងបានហៅគាត់ចូលទៅហូបបាយហូបអីអញ្ចឹងណាហើយបានសួរគាត់ថាបងឯងទៅចេញមកធ្វើការមែនអីមែនអញ្ចឹងណានិយាយទៅគាត់យករឿងរ៉ាវហ្នឹងទៅប្រាប់បងស្រីធីតាហ្នឹងទាំងអស់ហ្នឹងថាគាត់បានជួបណាគេខ្លះឃើញផ្ទះហ្នឹងមានបងប្អូនគេបើកភ្លើងមិនអីមិនអញ្ចឹងណាអញ្ចឹងគាត់ថាបងស្រីធីតាហ្នឹងឮក្មួយរបស់គាត់ហ្នឹងប្រាប់គាត់អញ្ចឹងគឺគាត់អត់និយាយច្រើនទេគាត់ប្រាប់ថាឲ្យក្មួយរបស់គាត់ហ្នឹងបញ្ញាប់រត់ចេញទៅថារត់គេចពីផ្ទះហ្នឹងដើរឲ្យផុតឲ្យលឿនហ្មងណាបានរហូតពួកគាត់បានទៅដល់ផ្ទះហ្នឹងបានមីងរបស់គាត់ហ្នឹងយករឿងប្រាប់គាត់ថាផ្ទះហ្នឹងគឺគេអត់មានណាគេនៅទេផ្ទះហ្នឹងគឺគេទុកចោលទុកអីទេហើយចឹងក្មួយឯងឃើញណាគេហៅហ្នឹងតាមពិតទៅអត់មានណាគេនៅក្នុងផ្ទះហ្នឹងអីនោះទេផ្ទះហ្នឹងគឺរបៀបថាគឺគេទុកចោលយូរណាស់មកហើយអញ្ចឹងណាអញ្ចឹងនៅពេលដែលបងស្រីធីតាហ្នឹងនិយាយរឿងហ្នឹងប្រាប់ក្មួយរបស់គាត់អីហើយអញ្ចឹងណាក្មួយរបស់គាត់ពេលហ្នឹងចាប់ផ្ដើមមានអាការៈរបៀបថាខ្លាចហ្មងណាបងម៉ែបងប្អូនចាប់ដើមរឿង
lòng khai lòng nhua sạch lòng gì tức có tha pe nó khai lòng trong chứa đó bông mai bông phồn hai khối một tiết nó pe đại khmui rồi bọc quạt để tha tranh bị thưa ca máu nè cứ oi tại đó cái lại tia nó cứ khmui rồi bọc quạt nó rút lươn mỏng như tức cứ ở miền để tha đào mùi anh tê biết thao đào mà đo cái lạnh tiền nó cù rút sầm nào mà đo cái lạnh bắt tục đại quạt sạn nơi mong và tọa máu bong sray thì đa quạt ban vậy thì tha nè đài nơi bắt tục chua đài tha nơi chất quạt nó là biết tha bong phò là biết tha kê đơn pi bờ bọt tiền năng thì anh chẳng kê cối hộp bây giờ cối ấy hộp chung kia anh chẳng là mấy kia bảy bốn nè anh chẳng tới cứ kê vậy bị tiền chua cái lạnh tha tiền cái tục trao năng anh chẳng á cái tha pe khlan nè đầm ná cái chỉ cắt tam phơi tia năng anh chán á cứ kê khơi mà đo lại tia năng anh chán tới cứ kê tay tại cho cặp play ti cắt một tia năng chán tới lười tha cứ kê đăng anh chán á chán hay kiểu kê cho cặp play cho anh chán tới và tọa máu để tha nè đại kê để tha phò phong coi hộp xẻ hộp dẻ hộp ấy mùi khi anh chán á chán lười tha miên ở bong phò nè nắng quạt ọt khai khmoi khai anh tê chán hay quạt còn lười tha noa khi cho mùi để tha nè coi phật mùi khi nắng á như tới pu nè nắng quạt lười tha hiện hiện anh chán á chán có noa khi cho mùi nè coi phật năng lười tha noa khi tha ở bờ sân chỉ quạt để tha để nơi ở tia đại kia tục chào nắng á lười tha tia khmau nhá có tha bờ sân chia bờ quạt để nắng ở đây bàn pi dục chán ở quạt nọ kia mùi mật phè có nó tha hãy ao lôi anh màn anh chán lười tha quạt nọ kia anh chán nè đàn coi phật để tha mùi quạt nó cứ kê nọ mùi quạt nó tha bài để nơi tia nắng bàn pi dục anh ao lôi anh màn chán tới lười tha cái nọ kia nó phong mày bong phồn chán nơi dục ngay nông phong này bong prom nè nắng quạt cả bàn đào từ đây nè nông tia nắng mền còn tai môn quạt bàn đào từ đây tia nắng á lười tha nè coi phật xí mùi quạt nó có kê vậy ham quạt ấy đa tha công tơ nhẹ nhảy anh tia kê anh chẳng tới pe nắng bong phồn nè đây tha hiện người tha quạt đây tha hiện hiện ấy tha khai khmoi khai ấy nắng á người tha viêm ấy tê viêm khmer viêm ấy tê anh khai ấy nhớ nè chẳng pe nắng quạt hiện sườn hiện sườn ấy đá nè quạt cả bàn đào từ đây nhưng không tia nắng hay quạt pe nắng quạt canh ở Paris vô từ đây không tia nắng anh chẳng tới chẳng nơi dụng ngay thì môi đại ở bong mà nè năng quạt từ đây không tia nắng á chẳng dụng năng phong đá pe đại là hốt đo sai làng mình đang tha chia ở đây tha bong phò mà nè nắng á quạt thòm mày khai nó không dụng năng hốt ở pe sai nữa cứ sập hiệp một là bọc quạt năng là biết tha lòng slang món nó nơi lòng không ai được biết tha đôi quạt bàn để cho bàn anh chẳng na bông mai bông phồn được tha đôi quạt thòm được tha nó không tia nắng á chẳng dụng ngay thì pi nắng bong phò nè nắng cứ quạt bàn mà đây tê biết tha quạt khai được tha lòng mạ món á đọt thà ở bong phồn rồi bọc hàng quạt nó na vô quạt tôi số tóc số ấy chẳng tư biết tha mơ tơ sập hiệp quạt pe nắng biết tha hiện bà bá na mơ tô trô món na bông mai bông phồn lười tha khmoi lông qua lằng khlang món na chẳng khỏi mà tiệt nè đại tha thưa ca nó hùng chạ bọc quạt năng đá lười tha sấy á cứ kia đá cắt tiền năng ấy chẳng na lười tha pe khla tới kia đá cắt lười tha mong phẩm bảy dục bảy chẳng lười biệt lười tha cái tranh thưa cá đá cắt tiền năng lười biệt kia đăng ở ấy chẳng na lười kia đá ao chô chẳng thử pe năng lười tha ao lười tha chia sầm lên chia lư sầm lên chẳng na lười cả hâm chia lười tha ao lư sầm lên chỉ có chơi nhá tới chẳng kia mình nghĩa tới pe để nghĩa tới có tha sập hiệp khơi như không tia nó cứ miên mình xài môi cho một tia năng hay một bệnh về tới cú tha khỏa kháng na sợ chiêm sợ ấy chẳng tới hơi nè khla tia đó đa cắt tia năng pe dục pe ấy chẳng na cứ cái khơi miên mình xài nó cặp bông tàng côi như lơ từ bộ tia nó vô trường từ vô màu chẳng tới liệu tha mình nè nè đặc tha đa cắt tia nó cứ khơi mình nè sợ tạc hụt phép củi khai mỏ nè hay khỏi mà tiệt nó na bong sấy thì đa còn bàn gì tha còn miên mặt cha ở tha mà cha cái tinh tia năng to tiền chẳng nè chẳng tới mà cha xây tiệt nó có kê bàn đi tha chặt đầy lục chu chai cái lại tia năng trao lại từ bộ đây ấy nơi khỏi tia năng đai tăng kê thơ được biệt chia cái lại như tha cái lại hồ si hồ ấy chẳng nè hai sợi rương đại bong sấy thì đa quạt lọp chuột nó cứ miền tạp ban năng tê bong mai bong phồn ta bong phồn để học nghề vô lần nào đây nhậpปูsợi rương rồi bọc quạt nó nè ba sầm rạp ở admin vinh admin kết tha tia đại kia tục chào nó nè cứ miền sập hiệp cùi khai mở từ việt trôm hay sập cả một hiệp để tha mình nè đại kia bàn đá cạn nó nè cứ tự bán khmoi lông trao khlang miền té nó nè hay thêm chẳng nè đại chi mà tô cắt tam phơi nâng mình tha pe dục mình tha pe ngay cứ tay tại để tha miền nè khla tức của thằng chả cho một tia nó như tức cùi khai mình té nó nè
ហើយអេមីនក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាណាដែលខំចំណាយពេលស្ដាប់សាច់រឿងរបស់យើងនឹងតាំងពីដើមដល់ទីបញ្ចប់ណារាល់កំហុសខុសឆ្គងដែលអេមីននិយាយទៅលើសលួសឬក៏ប្រើពាក្យពេចន៍មិនសមរម្យអីសូមខន្តីអភ័យទោសពីបងប្អូនទាំងអស់គ្នាណាហើយជាចុងក្រោយអេមីនមានតែពាក្យថាអរគុណបងប្អូនទាំងអស់គ្នាណាជួបគ្នានៅវីដេអូបន្ទាប់បាយ